ច្បាស់លាស់មើលតើយន្តការ8ចំណុចវាមានលក្ខណៈជាអីខ្លះទី1វាគឺជាថ្នាំឬជាដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហាទូទៅក្នុងសង្គមជាតិរបស់យើងទី2វាជាផលប្រយោជន៍រួមរបស់ពួកយើងដល់ពេលទី3វាគឺជាតម្លៃឧត្តមគតិយើងត្រូវការរស់នៅក្នុងភាពស្អាតស្អំយើងមិនមែនពូជសាសន៍មួយឲ្យតែបានបាយស៊ីដឹងទៅនោះទេយើងត្រូវការភាពថ្លៃថ្នូរយើងត្រូវការសង្គមយុត្តិធម៌អ្នកឯងកាន់ការងារប្រទេសជាតិស៊ីលុយប្រជាពលរដ្ឋណាស៊ីតលុយប្រជាពលរដ្ឋបានហើយអត់មានពុកអលួយបានទេយើងដាក់យន្តការ8ចំណុចដើម្បីកាត់បន្ថយអំណាចរបស់អ្នកឯងដើម្បីធានាថាអ្នកឯងស៊ីតែប្រាក់ខែហើយកាន់ការងារប្រទេសជាតិដែលមានការទទួលខុសត្រូវណែអារកភាពត្រឹមត្រូវហ្នឹងគេហៅឧត្តមគតិអញ្ចឹងយន្តការ8ចំណុចនេះក្តោបធម៌3ទី1វាគឺជាដំណោះស្រាយគ្រប់បញ្ហាទាំងអស់ក្នុងសង្គមខ្មែររបស់យើងទី2វាជាផលប្រយោជន៍រួមដែលពួកយើងកាត់មិនដាច់ក៏អសោះដូចយកកបិតទៅកាត់ទឹកអញ្ចឹងកាត់អត់ដាច់ទេអត់មែនជាផលប្រយោជន៍ដោយឡែករបស់ពួកយើងទេហើយទី3បងប្អូនវាគឺជាតម្លៃថ្លៃថ្នូររបស់ពូជសាសន៍យើងដែលយើងអាចនិយាយបានថាវាគឺជាតម្លៃឧត្តមគតិបើប៉ះពាល់ត្រឹមតែយើងអាចអត់អោនឲ្យបានប៉ុន្តែអយុត្តិធម៌លើមនុស្សមួយប្រទេសហើយគ្នាគ្មានសមត្ថភាពក្នុងការជួយខ្លួនឯងផងបងប្អូនសួរតាមែនតាខ្លះអាយុចិត្តហើយហ្នឹងសួរតែគាត់ចូលរួមក្នុងចលនារបស់យើងគាត់បានស៊ីអីបងប្អូនគាត់នៅទាន់សង្គមដែលបង្កើតដោយពួកយើងគាត់នៅមិនទាន់ទេហេតុអីបានគាត់ធ្វើគាត់ថាបើត្រឹមតែខ្លួនគាត់ក៏អត់ធ្វើទេនេះអាត្រឹមតែខ្លួនអញអត់ធ្វើទេហ្នឹងអាហ្នឹងគេហៅឧត្តមគតិមិនធ្វើដើម្បីប្រយោជន៍ដល់ខ្លួនទេបើតាមតែខ្លួនអញមិនធ្វើទេអាទោះបីអញក្រប៉ុណ្ណឹងក៏ដោយវាយូរគ្រាន់បានស៊ីណាប៉ុន្តែអញស្អប់អាមិនត្រឹមត្រូវហ្នឹងហ្មងស្អប់អយុត្តិធម៌ហ្នឹងហ្មងស្អប់អាអ្នកមានជីជាន់អ្នកក្រស្អប់អាមន្ត្រីរាជការស៊ីលុយប្រជាពលរដ្ឋរួចហើយពុកឲ្យលួយជីជាន់គេបើតាមតែប៉ះអញមិនធ្វើទេអាប៉ុន្តែប៉ះអ្នកដទៃអស់មកប្រទេសអញត្រូវតែធ្វើអានឹងឧត្តមគតិយន្តការ8ចំណុចក្តោបធម៌3ទី1វាគឺជាដំណោះស្រាយបញ្ហាទូទៅក្នុងសង្គមជាតិរបស់យើងទី2វាជាផលប្រយោជន៍រួមរបស់ពួកយើងទី3វាគឺជាតម្លៃឧត្តមគតិរបស់ពួកសួរថាតើយើងប្រើមធ្យោបាយអ្វីដើម្បីសម្រេចវត្ថុបំណងហ្នឹងបងប្អូនណាគណៈបកគេដតីណាបងប្អូនដើម្បីសម្រេចវត្ថុបំណងដែលជាផលប្រយោជន៍ដោយឡែកពីគ្នាគណៈបកប្រជាជនគេប្រើមធ្យោបាយអីទី1គេប្រើលុយប្រើកាក់ទិញស្លឹកត្នោតទី2គេប្រើយន្តការរបស់គេដើម្បីបំផិតបំភ័យគៀបសង្កត់ប្រជាពលរដ្ឋដល់ទី3គេប្រើរូបភាពបញ្ឆោតឧទាហរណ៍ដូចជាគេបង្ហាញពីការកសាងចេះកសាងចុះដែលលុយទាំងអស់ហ្នឹងជាលុយរបស់ប្រជាពលរដ្ឋសោះគេបំភាន់ថាជាលុយរបស់គណៈបកប្រជាជនហើយសង់ក្រោមរូបភាពពុកអលួយមកកណោគេថាបើគុំតែមានគេដឹកនាំប្រទេសអត់មានថ្នល់អត់មានសាលារៀនទេប៉ុន្តែសាលារៀនថ្នល់វាត្រូវច្រើនជាងនឹងទៀតប៉ុន្តែគេកសាងបានតែប៉ុណ្ណឹងប្រជាពលរដ្ឋអរគុណគេទៅទៀតរហូតដល់ប្រជាពលរដ្ឋខ្លះគាត់និយាយថាចុះអគណៈបកផ្សេងឃើញកសាងផងវាទៅជាគណៈបកកសាងទៅវិញណាអានឹងហើយដែលខ្ញុំថាប្រើរូបភាពបន្លំដើម្បីសម្រេចវត្ថុបំណងរបស់គេដែលជាផលប្រយោជន៍ដោយឡែកពីគ្នារបស់ពួកគេគេប្រើរូបភាពគណៈបកប្រជាជនមានទិញមានគៀបសង្កត់ហើយនឹងមានបំភាន់ភ្នែកឥឡូវគណៈបកសំនឹងស៊ីនិងគណៈបកសិទ្ធិមនុស្សវិញគេប្រើរូបភាពអីបងប្អូនគេប្រើរូបភាពបុគ្គលនិយមគេលើកតម្លៃបុគ្គលចាប់រាប់ពីហ៊ុនសម្បត្តិមកបងប្អូនមើលមនុស្សដែលមិនគួរឲ្យគោរពទោះអសោះគេលើកជាបុគ្គលជាទីសក្ការៈដើម្បីអីថាប្រជាពលរដ្ឋគាត់ចូលចិត្តអញ្ចឹងដូច្នេះគេលើកជាទីសក្ការៈរបស់គេទាំងយើងដឹងថាបុគ្គលនឹងមិនមានអីជាទីគួរឲ្យគោរពទោះអសោះព្រះសម្មាសម្ពុទ្ធជាអ្នករំលាយវណ្ណៈដែលកម្លៅមនុស្សបានរៀបចំឡើងក្នុងសង្គមឥណ្ឌាកម្លៅរបស់មនុស្សរៀបចំឲ្យមនុស្សខ្ពស់ទាបជាងគ្នាទៅតាមវណ្ណៈដែលគេបានគិតតាមកម្លៅឈួតរបស់គេមានវណ្ណៈព្រាហ្មណ៍អញ្ចឹងទៅវណ្ណៈក្សត្រវណ្ណៈសូត្រៈអីចឹងទៅប្រពុតដឹងខ្លួនឡើងជាអ្នកត្រាស់ដឹងភ្លាមលោករំលាយវណ្ណៈនឹងចោលតាមការពិចារណាប្រកបដោយបញ្ញាញាណមនុស្សកើតមកក្នុងโลกនេះស្មើភាពគ្នាពីកំណើតប៉ុន្តែមនុស្សអាចប្រែក្លាយទៅជាខ្ពស់ទាបជាងគ្នាព្រោះតែគុណធម៌ដែលបុគ្គលនោះមានសូមអ្នកគោរពតែគុណធម៌របស់បុគ្គលបានហើយប៉ុន្តែកាលពីមុនមិនអញ្ចឹងទេណាគេគោរពលុយគោរពកាក់ណាសង្គមខ្មែរគោរពអញ្ចឹងបងប្អូនសប្តាហ៍ថ្ងៃកំពុងគោរពអញ្ចឹងហើយបានជាគេលើកតម្លៃបុគ្គលដែលមិនគួរឲ្យលើកគាត់តែសោះប៉ុន្តែប្រជាពលរដ្ឋខ្មែរគាត់និយមអញ្ចឹងថាតលតកូនស្ដាច់អីចឹងប្រពន្ធមកផ្លូនក៏មិនអីដែរហេតុអីថាគេជាកូនស្ដាច់ដល់ពេលអញ្ចឹងដើម្បីសម្រេចវត្ថុបំណងរបស់គេលើកតម្លៃបុគ្គលកម្មសខាសំរងស៊ីក៏អញ្ចឹងដូចគ្នាបងប្អូនចាណាមើលបើគណៈបកសំរងស៊ីអត់មានអីនិយាយសោះមានតែលើកតម្លៃបុគ្គលណាហ៊ីលោកប្រធានសំស៊ីគាត់ក្លាហានណាគាត់ស្នេហាជាតិណាមានតែ
ខ្មែរឃើញលើកតម្លៃបុគ្គលទេបងប្អូនគណៈបក្សសិទ្ធិមនុស្សឯនោះដើម្បីលើកតម្លៃបុគ្គលបងប្អូនគ្មានឯកឧត្តមផងហ្នឹងដូចជាប៉ែនសវណ្ណអីជាដើមឯកឧត្តមប៉ែនសវណ្ណបងប្អូនចាណាមើលព្រោះអីថាព្រោះសង្គមខ្មែរវាត្រូវការឯកឧត្តមហ្នឹងខ្លាំងណាស់បើរាយប៉ាយដូចយើងនេះណាគាត់យល់ថាដឹងអាចអីអាចជីឡានមួយម៉ោងខែធ្វើគណៈបកអីណែគាត់គិតអញ្ចឹងហើយបានកម្មសខាចុះទៅកន្លែងណាអង្គរៈមិនចាញ់សម្ដេចនាយកទេប៉ុន្តែសពថ្ងៃវាមិនទាន់បានធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែដំណើរនេះណាបើបានធ្វើនាយករដ្ឋមន្ត្រីវងវាយដូចតែគ្នាអ្នកបម្រើរាជយ៉ាងម៉េចទៅកើតបងប្អូនបើឯកឧត្តមរួចហើយនេះលោកជំទាវរួចហើយនេះហើយមកនិយាយប្រាប់ប្រជាប្រដ្ឋថាខ្ញុំជាអ្នកបម្រើរាជខ្ញុំក៏តរាជទទួលព្រមដែរបងប្អូនគេនិយាយថាគេឯកឧត្តមរួចហើយគេនិយាយថាគេបម្រើរាជខ្ញុំដេកតែកោតថាបងប្អូននឹងចេះតែព្រមទទួលទៅកើតសហរដ្ឋអាមេរិកប្រធានាធិបតីនិយាយទៅកាន់ពលរដ្ឋនៅក្នុងទឹកដីនៃសហរដ្ឋអាមេរិករបស់យើងនេះយើងអត់មានឃើញវណ្ណៈគាត់តែសោះមានតែពួកយើងអត់មានវណ្ណៈដឹកនាំគេនិងវណ្ណៈត្រូវបានគេដឹកនាំជាសង្គមប្រជាធិបតេយ្យជាសង្គមរបស់ពួកយើងជាសង្គមដែលពួកយើងជាម្ចាស់ទឹកម្ចាស់ដីពួកយើងគ្រាន់តែចែកការងារគ្នាធ្វើអ្នកធ្វើជានាយករដ្ឋមន្ត្រីអ្នកធ្វើជាប្រធានាធិបតីអ្នកធ្វើជាពលរដ្ឋអ្នកមានកាតព្វកិច្ចផ្សេងគ្នាក្នុងដំណើរការសង្គមជាតិដើម្បីឲ្យបានសេចក្តីសុខរួមរបស់ពួកយើងអត់មានពីណាត្រួតពីណាសុទ្ធសឹងតែត្រួតត្រាដោយច្បាប់ទាំងអស់ធ្វើឲ្យមានប្រព័ន្ធប្របាយអំណាចគេហៅប្រព័ន្ធ check and balance ដើម្បីឲ្យទាំងអស់គ្នារស់នៅក្រោមសំណាញ់ច្បាប់អ្នកជាប្រធានាធិបតីអ្នកធ្វើខុសក៏គេអាចចាប់អ្នកបានពួកយើងទាំងអស់គ្នាជាម្ចាស់ផែនដីនៅក្នុងទឹកដីសហរដ្ឋអាមេរិកដ៏ធំធេងនៃយើងនេះអត់មានវណ្ណៈក៏តែសោះមានតែពួកយើងនេះគឺជាសង្គមប្រជាធិបតេយ្យដែលពួកយើងជាម្ចាស់ប៉ុន្តែសូមបងប្អូនកលែងមើលទៅក្រៅសហរដ្ឋអាមេរិករបស់យើងកលែងឃើញប្រទេសច្រើនណាស់ដែលមានវណ្ណៈដឹកនាំគេនិងវណ្ណៈត្រូវបានគេដឹកនាំគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលជាងមនុស្សរាប់រយលានអ្នកត្រូវបានបុគ្គលតែ4-10នាក់ដឹកចំោះទៅទេមិនក៏ស្រួលម្ល៉េះមនុស្សរាប់លានអ្នកត្រូវបានមនុស្ស4-10នាក់ដឹកនាំទៅអញ្ចឹងនៅក្រៅសហរដ្ឋអាមេរិកគេថាគ្មានអ្វីចម្លែកជាងមនុស្សរាប់រយលានអ្នកត្រូវបានមនុស្សតែ4-10នាក់ដឹកចំោះទៅទេគ្មានអីចម្លែកជាងនឹងទៀតទេមកចាស់ថ្លៃមិនបានពួកគេសង្ងំជើញដូចត្រូវឆ្នាំពលអញ្ចឹងសង្គមដែលមានវណ្ណៈដឹកនាំគេនិងវណ្ណៈដែលត្រូវបានគេដឹកនាំវាអត់មានប្រព័ន្ធ check and balance ដើម្បីពង្រាយអំណាចដូចចាន100ដែលយើងរៀបជារង្វង់អញ្ចឹងវាអត់មានអបព័ន្ធអញ្ចឹងវាចេញជាអបព័ន្ធមានចាន100ត្រួតតគ្នាអាចារ្យទី100ក្តិតវានៅលើគេអត់មានពីណាត្រួតត្រាគាត់បានអត់ប្របែកអំណាចរដ្ឋមានវណ្ណៈត្រួតត្រាគេនិងវណ្ណៈត្រូវបានគេត្រួតត្រាវាសនារបស់ប្រជាពលរដ្ឋជាម្ចាស់ប្រទេសស្ថិតក្នុងកណ្ដាប់ដៃរបស់អ្នកដឹកនាំគេឲ្យរស់គេឲ្យងាប់អំណាចរបស់ប្រជាពលរដ្ឋមានតែនៅថ្ងៃបោះឆ្នោតអត់អាចតំណាក់តំណាងរបស់ខ្លួនកណ្ដាលអាណត្តិបានដូច្នេះនៅក្រៅសហរដ្ឋអាមេរិករបស់យើងឃើញមានវណ្ណៈពីរយ៉ាងច្បាស់លាស់គឺវណ្ណៈត្រួតត្រាគេនិងវណ្ណៈដែលត្រូវបានគេត្រួតត្រាសំរងស៊ីនិងកឹមសុខាដើម្បីសម្រេចវត្ថុបំណងរបស់គេគឺឈ្នះឆ្នោតទៅណាពួកគេលក់តម្លៃបុគ្គលនឹងហ្មងគេរៀបចំឲ្យចេញជាបុគ្គលនិយមបងប្អូនឃើញទេកឹមសុខាទៅកន្លែងណាសំរងស៊ីទៅកន្លែងណាបងប្អូនណាវេទិការបស់គេណាគេឲ្យលុយសកម្មជនគេទៅដឹកណាអត់មានពាន់គេអត់ទៅទេណាបើសំរងស៊ីអត់មានពាន់ទៅទេកឹមសុខាក៏អញ្ចឹងសិតតែប្រើលុយឲ្យសកម្មជនទៅដឹកប្រជាពលរដ្ឋមកស្ដាប់ណាហើយគេសិតតែសាកល្បងណាលោកប្រធានមិនទាន់មកដល់ងើបចុះងើបឡើងណាផ្ទះដៃមួយហោះអង្គុយទៅវិញពេលលោកប្រធានចូលមកត្រូវអបអរសាទរយ៉ាងម៉េចបុគ្គលនិយមដើម្បីអីថាដើម្បីលក់បុគ្គលនឹងឲ្យប្រជាពលរដ្ឋដើម្បីសម្រេចវត្ថុបំណងរបស់គេចង់បានផលប្រយោជន៍ដោយឡែកពីគ្នាដើម្បីសម្រេចវត្ថុបំណងនេះគេប្រើរូបភាពបុគ្គលនិយមសំរងស៊ីក៏អញ្ចឹងកឹមសុខាក៏អញ្ចឹងកឹមសុខាវិញបងប្អូនសពថ្ងៃកំពុងតែទះអាតមីងាប់នឹងលឺសូតតែក្ដុំឲ្យប្រជាពលរដ្ឋនឹងឃើញតាធំបងប្អូនហើយប៉ែនសវណ្ណណាបងប្អូនដើរគេគ្រាទៅហើយដើរឥឡូវគេគ្រាទៅហើយនិយាយលល់ផ្លុំផេះលែងទាំងហុយទៅហើយឯកឧត្តមប៉ែនសវណ្ណបងប្អូនណាបើទោះបីជាស្នេហាចិត្តប៉ុណ្ណាក៏ដោយអត់មានទស្សនវិស័យមិនអាចដឹកនាំប្រទេសបានទេប៉ុន្តែប្រជាពលរដ្ឋខ្មែរគាត់យល់ថាឲ្យតែស្នេហាចិត្តដឹកនាំប្រទេសបានណាអត់ចាំបាច់មានទស្សនវិស័យទេដល់ពេលអញ្ចឹងហើយបានកឹមសុខាផ្ទះបឹងសប្ថ្ងៃប៉ែនសវណ្ណគាត់មានឯកឧត្តមស្អីទៀតអស់អាលីងហើយនៅក្នុងគណៈបក្សសិទ្ធិមនុស្សអត់មានឯកឧត្តមច្រើនណាស់ដូចម៉ៅមនីវ៉ាន់នេះធ្លាក់រួចហើយប៉ុន្តែនៅតែឯកឧត្តមម៉ៅមនីវ៉ាន់អញ្ចឹងព្រោះអីថាព្រោះប្រជាពលរដ្ឋនឹងចូលចិត្តឃើញអារូបភាពធំអាគណៈបកគេនឹងសម្បូរឯកឧត្តមគណៈបកដតីទៀតគេប្រើរូបភាពបុគ្គលនិយមខ្លះ
គម្រាមកំហែងខ្លះលុយកាក់ខ្លះបំភាន់ខ្លះដើម្បីសម្រេចបាត់បំណងគឺគៀយកសន្លឹកឆ្នោតពីប្រជាប្រដ្ឋចំណែកពួកយើងវិញបងប្អូនមើលពួកយើងមើលពួកយើងរៀបចំតុករៀបចំកៅអីប៉ុណ្ណឹងអង្គុយទល់មុខគ្នាគ្រាន់តែដើម្បីនិយាយគ្នាបានទេមិនបាច់រៀបចំជាបុគ្គលនិយមទេប៉ុន្តែបងប្អូនណាក៏មានការភ័ន្តច្រឡំណាប្រពុតលោកសំដែងណាលោកសំដែងថាមនុស្សបើគិតពីរូបរាងកាយស្មើគ្នាពីកំណើតប៉ុន្តែវាคล้ายទៅជាមិនស្មើគ្នាវិញព្រោះគុណធម៌របស់មនុស្សដែលហៅថាបុគ្គលនិយមដែលយើងត្រូវជៀសវាងទី1បុគ្គលដែលមិនគួរឲ្យគោរពរួចហើយលើកធ្វើជាបុគ្គលដែលគួរឲ្យគោរពបងប្អូនមើលកូនស្ដេចនឹងមើលបុគ្គលមិនគួរឲ្យគោរពគ្មានគុណធម៌អីសោះទៅលើកធ្វើដូចគួរឲ្យគោរពអញ្ចឹងអានឹងគេហាមធម៌ទៅហ្នឹងដែលយើងនិយាយថាកុំឲ្យមានរូបភាពបុគ្គលនិយមណាស្អីទៅរូបភាពបុគ្គលនិយមគឺបុគ្គលដែលមិនគួរឲ្យគោរពរួចហើយលើកធ្វើជាបុគ្គលដែលគួរឲ្យគោរពដើម្បីអូសសមានចិត្តពីប្រជាប្រដ្ឋនឹងមួយបុគ្គលមិនគួរឲ្យគោរពទេប៉ុន្តែធ្វើលើកតម្កើងឡើងដូចជាបុគ្គលគួរឲ្យគោរពដើម្បីទាក់យកសិលឹកឆ្នោតដល់ពេលទី2បុគ្គលនឹងមានគុណធម៌គួរឲ្យគោរពហើយប៉ុន្តែធ្វើរឿងហួសហេតុវាអត់តំណងឧទាហរណ៍ថាយើងដឹងថាបុគ្គលនឹងមានគុណធម៌គួរឲ្យគោរពព្រោះព្រះសម្មាសម្ពុទ្ធលោកសម្ដែងមនុស្សស្មើគ្នាពីកំណើតប៉ុន្តែមនុស្សខ្លាចតែជាខុសគ្នាព្រោះគុណធម៌សូមអ្នកគោរពគុណធម៌របស់អ្នកដទៃពីព្រោះយើងពិចារណាប្រកបដោយកតេបណ្ឌិតឃើញថាមនុស្សខ្ពស់ទាបពីគ្នាដោយសារគុណធម៌មែនប៉ុន្តែគោរពអ្នកមានគុណធម៌ប៉ុន្តែគោរពហួសហេតុឧទាហរណ៍អត់ចាំបាច់តអសោះក្រាលព្រំក្រហមអ្នកមានគុណធម៌ដើរទៅបាច់ការតាមបាតជើងប៉ុកដើម្បីអីហេបុគ្គលនឹងមានគុណធម៌ពិតណាស់បុគ្គលនឹងមានគុណធម៌តែធ្វើរឿងអត់ចាំបាច់តអសោះបងប្អូនក្រាលព្រំក្រហមរួចហើយបាច់ការអត់ទំនងតអសោះហេបុគ្គលនឹងគួរឲ្យគោរពហើយមានគុណធម៌តែវាអត់ចាំបាច់បងប្អូនណាអ្នកសុំទានច្រើនណាស់អត់បាយស៊ីណាបងប្អូនផ្កាដែលបាច់ហ្នឹងយ៉ាងតិចណាស់ក៏អស់50000រៀលដែរបងប្អូនណាស្ដាយយកទៅឲ្យគេស៊ីទៅមានរូបភាពផ្សេងទៀតដាក់រូបបុគ្គលនឹងតាមថ្នល់ឲ្យតម្រៀបជួរគ្នាអញ្ចឹងទៅចាំបាច់អីហីបុគ្គលនឹងគួរឲ្យគោរពមែនប៉ុន្តែវាអត់ចាំបាច់ទេបងប្អូនអត់ចាំបាច់តតែសោះមួយទៀតតែងចម្រៀងសរសើរតបុគ្គលនឹងបានការអីបងប្អូនហេបុគ្គលនឹងគួរឲ្យគោរពមានគុណធម៌ខ្ពស់មែនប៉ុន្តែរូបភាពនេះជារូបភាពបុគ្គលនិយមតែជារឿងអត់ចាំបាច់រឿងអីចាំបាច់ធ្វើអញ្ចឹងបងប្អូនអូតែលកូនចូលរថយន្តមានតែលោកខំវាសនាទេមកសុកខ្មែរនឹងចេះចុះអូយមិនចាំបាច់បងប្អូនមិនចាំបាច់ប៉ុន្តែមិនមែនអាណាធិបតេយ្យទេណាបងប្អូនជាក់តែមិនចាំបាច់ហេម៉ែឯងក៏មិនចាំបាច់អីគ្រប់ដែរមនុស្សកើតមកស្មើតែគ្នាទេម៉ែអានឹងលបពធណាំងអានឹងចូលដល់លបពធណាំងនៅសហរដ្ឋអាមេរិកទេបងប្អូនរូបប្រធានាធិបតីនិងអនុប្រធានាធិបតីពីព្រោះប្រជាប្រដ្ឋបោះឆ្នោតទាំងប្រធានាធិបតីបោះឆ្នោតទាំងអនុប្រធានាធិបតីដូច្នេះពេលដែលបុគ្គលនឹងជាអ្នកជាប់ឆ្នោតហើយមានន័យថាប្រជាប្រដ្ឋអាមេរិកជាទូទៅលើពី50%បូក1បានបោះឆ្នោតឲ្យបុគ្គលនឹងមានន័យថាប្រជាប្រដ្ឋអាមេរិកស្រឡាញ់បុគ្គលនឹងបុគ្គលមួយនឹងជាតំណាងឆន្ទៈរបស់ប្រជាប្រដ្ឋនៃសហរដ្ឋអាមេរិកអញ្ចឹងច្បាប់គេតែហ្មងគ្រប់ការិយាល័យទាំងអស់គ្រប់ក្រសួងមន្ទីរទាំងអស់ត្រូវដាក់រូបប្រធានាធិបតីនិងអនុប្រធានាធិបតីសួរតើនឹងជារូបភាពបុគ្គលនិយមថាអត់ទេវាគឺជាការគោរពគុណធម៌របស់មនុស្សក្នុងរូបភាពសមរម្យហេដាក់អញ្ចឹងបុគ្គលនិយមអាម៉េចដាក់រូបហែងផងអីយ៉ាងម៉េចហេដាក់រូបអញផងបានស្មើគ្នាអានឹងលែងដឹងម៉ែលែងដឹងកូនហ្នឹងអានឹងចូលដល់អាណាធិបតេយ្យហ្នឹងអានឹងចូលដល់អីបើពាក្យខ្មែរយើងថាកូនអត់ពូជហ្នឹងលែងដឹងចាស់លែងដឹងទុំហ្នឹងនៅសហរដ្ឋអាមេរិកប្រធានាធិបតីនិងអនុប្រធានាធិបតីគេតម្រូវឲ្យដាក់រូបហ្នឹងគ្រប់ក្រសួងមន្ទីរទាំងអស់ជាអីថាជានិមិត្តរូបចំពោះបុគ្គលដែលប្រជាពលរដ្ឋអាមេរិកស្រឡាញ់ហើយបុគ្គលហ្នឹងត្រូវដឹងថាអ្នកជាតំណាងនៅភាពស្អាតស្អំដែលប្រជាពលរដ្ឋអាមេរិកស្រឡាញ់នៅស្រុកគេរឿងស្រីរឿងញីបងប្អូនរឿងធម្មតាញាក់ភ្នែកគ្នាទៅប្រចតែចំពោះប្រធានាធិបតីសុំទោសមិនបានទេអញ្ចឹងអាដាក់រូបហ្នឹងគឺជាតម្លៃនៃការគៀបសង្កត់បែបគុណធម៌ទៅលើបុគ្គលហ្នឹងឲ្យដើរត្រង់ផ្លូវដល់ពេលយើងគ្រាន់តែគេដាក់រូបមកស្លឹកទៅនឹងទាឈ្នាននេះគេណែអាបញ្ហាណាធិបតីលេងខ្ចោលអីហ្នឹងម៉ែមិនបាច់ដាក់រូបអីម៉ែឯងកើតមកជាមនុស្សស្មើទាំងខ្ញុំដែរលបធូនណាងហ្នឹងអត់ដឹងខ្ចោលអីហ្នឹងអាហ្នឹងអាណាធិបតីចូលដល់អាណាធិបតីគោរពបុគ្គលដែលគួរឲ្យគោរពហើយធ្វើឲ្យសមរម្យហើយម៉ែរៀបបាយស៊ីខ្លួនឯងម៉ែមនុស្សដូចតែគ្នាម៉ែឯងមិនបាច់ខ្ញុំរៀបបាយស៊ីអាហ្នឹងលបធូ
ម៉ែឯងបោកកៅអៅខ្លួនឯងម៉ែមិនខ្ញុំបោកអីទេមនុស្សដូចតែគ្នាហ្នឹងឡប់ចូលដល់រឿងឡប់មនុស្សមានគុណធម៌ណាបងប្អូនមនុស្សមានគុណធម៌ណាមនុស្សមានគុណធម៌ខ្ពស់បំផុតណាបងប្អូនមានពេលខ្លះគាត់ត្រូវបានគេបាញ់យើងលោតទៅរងគ្រាប់ហេអានេះនិយមបកគលងាប់គាត់ជាឡននៃការផលិតអ្វីៗទាំងអស់ក្នុងโลกហ្នឹងគាត់មានគុណប្រយោជន៍ធំណាស់ហេខ្ញុំស្រឡាញ់តែកំណត់របស់គាត់ឯងខ្ញុំអត់ស្រឡាញ់បកគលហ្នឹងឯងឈួតរោងចក្រផលិតមីហើយគ្រប់ត្រតែមីហើយអត់គ្រប់ត្ររោងចក្រផងហេខ្ញុំស្រឡាញ់តែមីខ្ញុំអត់ថែរក្សារោងចក្របានអាណាផលិតមីមកទៀតអាចឈួតអាហ្នឹងឈួតហ្នឹងហេខ្ញុំអត់និយមបកគលដែលគេហាមនោះគឺបកគលដែលមិនគួរឲ្យគោរពរួចហើយយើងលើកជាទីគួរឲ្យគោរពទី2បកគលដែលគួរឲ្យគោរពហើយប៉ុន្តែយើងធ្វើលើសដូចបាច់ការតាមបាតយើងដាក់រូបតាមខ្នល់ឲ្យតម្រៀបបងប្អូនយើងជាមនុស្សគិតឲ្យសមរម្យកន្លែងណាសមរម្យដាក់រូបមកស្លឹកនៅទីស្តីការគណៈរដ្ឋមន្ត្រីជាតំណាងឆន្ទៈដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យវាជានិមិត្តរូបនៃកូនមានពុកតែចេះគោរពចាស់ទុំគោរពដោយគុណធម៌ហើយគិតក្នុងសភាពសមរម្យដល់ពេលយើងល្ងងយើងថាអូខ្ញុំអត់គោរពបុគ្គលទេខ្ញុំគោរពតែគំនិតរបស់គាត់ទេងាប់កូនអត់ពូជភ្លើអញ្ចឹងបុគ្គលនឹងនៅណាបងប្អូនផលិតនៅទស្សនៈច្រើនណាស់នៅស្រុកគេណាបងប្អូនឃើញស្រាប់ហើយច្រើនណាស់ណាអ្នកដែលត្រូវបានគេបាញ់មានមនុស្សស្ទុះរងណាបងប្អូនពីព្រោះអស់មនុស្សម្នាក់នឹងទៅងាប់ស្រុកនឹងងាប់គេស្ទុះរងបើត្រូវការកាត់បេះដូងគេអំពាវនាវមកមានមនុស្សកោអត់មកកាត់បេះដូងឲ្យហេគោរពបុគ្គលងាប់អាគោរពបុគ្គលដែលគេហាមនោះគឺបុគ្គលដែលមិនគួរឲ្យគោរពហើយបុគ្គលដែលគួរឲ្យគោរពហើយប៉ុន្តែធ្វើរឿងលើសហើយចុះលោតទៅរងពាំងមុខក្របលើសអាម៉េចបងប្អូនបើជីវិតរបស់យើងវាអត់មានតម្លៃស្មើនឹងបុគ្គលដែលយើងគួរឲ្យគោរពនឹងផងគាត់រស់នៅលើផែនដីអាចមានផលប្រយោជន៍សម្រាប់ផែនដីច្រើនជាងយើងបងប្អូនពិចារណាមើលប៉ុន្តែពួកយើងអត់មានលើកតម្លើងតម្លៃបុគ្គលដើម្បីយកទៅលក់ឲ្យប្រជាពលរដ្ឋទេប៉ុន្តែមិនមែនយើងកូនអត់ពូជទេមិនដឹងថាអាណាជាប្រមុខក្រុមអាណាមានគុណធម៌ជាងអាណាមិនមែនចង់ទេអត់រៀបបាយអត់រៀបអីឲ្យស៊ីស្មើគ្នាចែមិនដឹងចាស់មិនដឹងទុំមិនដឹងឈួតហ្មងប្រពុតលោកសម្ដែងថាមនុស្សស្មើគ្នាពីកំណើតប៉ុន្តែមនុស្សត្រូវពោះទៀតជាងគ្នាដោយសារគុណធម៌ហើយបងប្អូនថ្លឹងថ្លែងរឿងណាគួររឿងណាមិនគួរពួកយើងអត់ប្រើរូបភាពបុគ្គលនិយមដើម្បីយកទៅលក់ដើម្បីដូរយកស្លឹកឆ្នោតទេពេលដែលបងប្អូនទៅឃោសនាមិនបាច់និយាយពីខ្ញុំទេបងប្អូននិយាយតែពីគំនិតទស្សនៈនឹងទៅបើគេជំនុំគ្នាពីខ្ញុំនិយាយបន្តិចទៅបងប្អូនយល់ឃើញយ៉ាងម៉េចនិយាយតំណងបន្តិចទៅប៉ុន្តែកុំប្រើរូបភាពបុគ្គលនិយមដូចជាដាក់រូបតាមខ្នល់តែលហ្វូនចូលមានតែបុគ្គលនឹងទេអីបងប្អូនខ្វះរឿងនិយាយអីយន្តការ8ចំណុចរបស់យើងមកកណោគំនិតទស្សនៈរបស់យើងមកកណោចង់និយាយថាម៉េចចង់និយាយទាំងខ្ញុំទាំងបងប្អូនយើងធ្វើការលើមនោគមវិជ្ជាមួយទាំងខ្ញុំទាំងបងប្អូនប៉ុន្តែយើងដឹងប្រមុខក្រុមរបស់យើងមានលក្ខណៈបែបម៉េចគួរគោរពគាត់ប៉ុណ្ណឹងយើងដឹងប៉ុន្តែសូមកុំលើកយកតម្លៃរបស់បុគ្គលដើម្បីទៅទាញយកសន្លឹកឆ្នោតប៉ុន្តែបើគេទៅចែកពីបុគ្គលអាហ្នឹងទៅចែកដែរឥឡូវប្រមុខក្រុមឯងហើយប្រមុខក្រុមអញមកអាណាមានគុណធម៌ខ្ពស់ជាងបើត្រូវទៅចែកក៏ទៅចែកដែរប៉ុន្តែដល់ពេលតេចូលរត់យោមួយថ្ងៃណាក៏លើកថាលោកខំវាសនាចេះលោកខំវាសនាចង់ជំរុតពួនបាត់ឥឡូវបងប្អូនកុំធ្វើអញ្ចឹងមើលរឿងមកកណ្ដោដែលបងប្អូនត្រូវនិយាយយន្តការ8ចំណុចរបស់យើងវាមានប្រយោជន៍យ៉ាងម៉េចយន្តការ1យ៉ាងម៉េចយន្តការ2យ៉ាងម៉េចចំណុចចាប់ដើមយើងពីកន្លែងណាទៅរឿងយើងនិយាយមិនអស់ផងបងប្អូនយើងមិននិយាយអំពីខ្លួនយើងពីបុគ្គលជាប្រមុខរបស់យើងមានគុណធម៌អីខ្លះអានឹងជាគុណធម៌មួយណាបងប្អូនជាគុណធម៌មួយគឺយើងមិនអួតមិនអាងអញ្ចឹងប៉ុន្តែបងប្អូនមើលគណៈបកគេផ្សេងមើលតែចាប់ដើមផ្លឹកបើគណៈបកប្រជាជនបុគ្គលនិយមទៅរៀងតិចបន្តិចទេដាក់រូបតាមខ្នល់ដែរប៉ុន្តែមិនតំយើដោយពួកស្ដេចពេកទេប៉ុន្តែបងប្អូនមើលគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សបងប្អូនអើយអត់មានឯកឧត្តមអត់មានកងអង្គរៈអីតែត្រូវមានគេផងកម្មសខាចុះទៅកន្លែងណាអង្គរៈប្រប្រងប្រព្រឹត្តវែកផ្លូវឲ្យកម្មសខាដើរខ្ញុំថាងាប់សង្គមមានបណ្ណៈបាត់ទៅហើយនេះអត់មានពួកយើងផងនេះហើយនិយាយមួយម៉ាត់ណាប្រជាធិបតេយ្យបងប្អូនមើលគ្រាប់ពូជរបស់វាមើលគ្រាប់ពូជនេះគ្រាប់ពូជត្រួតត្រាណាបងប្អូនគេថារូបភាពស្ដេចណាវាអាចបាត់មែនប៉ុន្តែខ្លឹមសារស្ដេចអត់ទាន់បាត់នៅប្រទេសច្រើនណាបងប្អូនគេវាយអារូបភាពស្ដេចហ្នឹងបាត់ហើយអាសៀកពុតចងក្បិនដឹកនាំប្រទេសហ្នឹងបាត់ហើយប៉ុន្តែអាខ្លឹមសារវាអត់បាត់ត្រង់ណាអត់បាត់ត្រង់ថាអ្នកដឹកនាំប្រទេសគ្មានអាណាចងបានវានៅតែស្ដេចដដែលហ្នឹងវានៅតែស្ដេចវាអត់មានសង្គមរបស់ពួកយើងអញ្ចឹងបានពួកយើងប្រាប់ហើយប្រាប់ទៀតពេលដែលយើងចេញទៅនិយាយសូមលក់មនោគមវិជ្ជារបស់យើង
ជាពិសេសគឺទស្សនៈនយោបាយរបស់យើងដែលជាគោលនយោបាយកន្លឹះគឺយន្តការ8ចំណុចខ្ញុំជាមួយនឹងបងប្អូនធ្វើការទាំងអស់គ្នាដើម្បីមនោគមវិជ្ជារបស់យើងយើងគាត់តែចែកការងារគ្នាធ្វើប្រមុខក្រុមធ្វើផ្សេងទៅបងប្អូនធ្វើផ្សេងទៅប៉ុន្តែយើងមិនមែនអាណាធិបតេយ្យអត់ដឹងអាណាខ្ពស់អាណាទាបទេមិនដឹងថាតើគួរគោរពបុគ្គលនឹងគួរប្រតិបត្តិចំពោះបុគ្គលនឹងប៉ុណ្ណាទេប៉ុន្តែសូមកុំលើកឲ្យហួសហេតុសូមធ្វើការទាំងអស់គ្នាដើម្បីបុព្វហេតុរួមរបស់ពួកយើងគឺយើងដាក់យន្តការ8ចំណុចដែលមានលក្ខណៈ3យ៉ាងទី1គឺជាទស្សនៈក្នុងការដោះស្រាយបញ្ហាជាតិទី2គឺជាផលប្រយោជន៍រួមរបស់ពួកយើងនិងទី3វាគឺជាតម្លៃឧត្តមកតេពួកយើងទាំងអស់គ្នារួមទាំងប្រមុខក្រុមផងពួកយើងធ្វើការងារ